ស្ថានភាពនៅតាមព្រំដែនគឺថាมันមានការស្រកនៅកម្ដៅទេមានតែឡើងកម្ដៅថែមមូលហេតុគឺដោយសារតែខាងថៃនោះគឺវាមិនចង់ចប់តែម្ដងតាក់ទងជាមួយនឹងសង្គ្រាមហ្នឹងដែលខ្ញុំសង្កេតទៅឃើញថាហាក់បីដូចជាសង្គ្រាមហ្នឹងថៃធ្វើឡើងជាគំនិតផ្ទាល់ខ្លួនទេអ្នកទាំងអស់គ្នាខុសត្រូវបងប្អូនកុំប្រកាន់អ្វីដែលថៃកំពុងតែធ្វើនេះគឺដូចតែគណៈចង់យកគំរូតាមប្រទេសអំណាចធំមានដូចជាអ៊ីស្រាអែលក៏ដូចជារុស្ស៊ីអីជាដើមអញ្ចឹងណាបាទលក្ខណៈថាចង់បង្អួតខ្លួនឯងដើម្បីបង្ហាញទៅកាន់ពិភពលោកហ្នឹងហើយហាក់បីដូចជាមើងងាយនៃច្បាប់អន្តរជាតិខ្លាំងមែនទែនដែលយើងឃើញថាប្រទេសថៃនេះព្យាយាមចូលមកកាន់កម្ពុជាយើងកាន់តែជ្រៅទៅរហូតដល់កាលពីម្សិលមិញហ្នឹងគឺមានការទម្លាក់ខបែកទៅលើខាងចុងកាល់នៅខាងខេត្តព្រំប្រទល់ខេត្តសៀមរាបនិងឧត្តរមានជ័យដែលកំទេចនៅស្ពានមួយបាទដែលចម្ងាយពីចំណុចឧត្តរមានជ័យណាបាទពីព្រំដែនដែលមានចំនួនហ្នឹងរហូតមកកាន់តែកន្លែងតម្លាក់ខបែកហ្នឹងវាចម្ងាយចង់80គីឡូហ្នឹងហើយដែលប្រទេសហ្នឹងជាទូទៅប្រាប់ទៅកាន់ពិភពលោកថាខ្លួនឯងហ្នឹងគឺជាអ្នកដែល defend ទេនិយាយចាំទៅគេថាការពារខ្លួនបាទប៉ុន្តែអាទង្វើរបស់ខ្លួនឯងដែលចេញមកហ្នឹងគឺមិនមែនការពារខ្លួនទេតែគឺជាការលំលោភបំពានវាច្បាស់លាស់អញ្ចឹងណាព្រោះសួរថាមានពីណាគេដែលទៅdefend ប៉ុន្តែទៅយន្តហោះតម្លាក់ខបែកទៅតំបន់ដែលមិនមែនជាតំបន់ចំនួនបាទតែជាតំបន់ civil បាទកំតិចនៃហេដ្ឋារចនាសម្ព័ន្ធរបស់គេទៅវិញនឹងវាអត់សមហេតុផលតែម្ដងណាអ្នកទាំងអស់គ្នានឹងអាចយកមកពិចារណាបន្ថែមទៀតបានហើយអ្វីដែលយើងឃើញនេះគឺមានការលើកឡើងជាមួយនឹងប្រទេសចិនបាទចិនក៏បានចេញមុខជួយគ្នាយើងហៅថាខាងសុបស៊ីឈွန်និយាយវាមិនចិត្តប្រឈៀងអញ្ចឹងណាបាទ burger និយាយឲ្យដូចជាអមនិតផលបាទសង្ស័យតែ burger fast food អត់ត្រូវមាត់អញ្ចឹងក៏សុបស៊ីឈွန်ចេញមកម្ដងបាទខាងចិនក៏បានចេញមកនិយាយឲ្យមានការបន្ថយនូវភាពតានតឹងក៏ដូចជាមិននឹងរុញឲ្យមានការឈប់បាញ់អីជាដើមអញ្ចឹងទៅយើងឃើញថាពីម្សិលមិញហ្នឹងបងប្អូនយើងគឺរៀងសាតច្រើនខ្ញុំវិញឬព័ត៌មាននឹងក៏ប៉ិតមែនប៉ុន្តែហាក់បីដូចជាមិនសូវជាសបាយចិត្តខ្លាំងដោយការត្រាំចេញមកទេបាទលក្ខណៈថាត្រាំចេញមកដំបូងខ្ញុំមានអារម្មណ៍ថាដូចសាតខ្លាំងជាងប៉ុន្តែដល់ពេលមិត្តចិនគាត់ចេញមកម្ដងទៀតខ្ញុំមានអារម្មណ៍ថាដឹងមិនមកទេមិនមែនមើលងាយថាមិត្តចិនហ្នឹងមិនប្រកែមិនមែនមហាអំណាចប៉ុន្តែចង់និយាយថាអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ថៃចូលមកនិយាយម៉េះនៅតែទៅមិនរួចនៅតែថៃនេះនៅតែបំពេញចុះទៅមកតែចិនទៀតដូចអ្វីដែលរំពឹងទុកចឹងគឺយើងធូរចិត្តបានប្រហែលជាមួយយប់ដែរលក្ខណៈថាគេចង់ដកឃ្លាឲ្យតបមានការសម្រាកហូបបាយហូបទឹកឲ្យត្រង់មាត់ត្រង់កអីសិនចឹងណាក៏ផឹកឡើងហ្នឹងក៏មានការបាញ់បន្តមកទៀតបាទមិនទាន់មិនមានការឈប់សម្រាកអីទេគឺបាញ់បន្តមកទៀតចឹងទៅដែលយើងឃើញថាសូម្បីតែចិនចេញមុខមកនិយាយឲ្យក៏នៅតែមិនស្ដាប់ដែរពួកថៃនេះហើយតម្លៃសម្រាប់អាមេរិកក៏បានលើកមកនិយាយដែរថាសម្រាប់ចំនួនមួយហ្នឹងអាមេរិកនឹងធ្វើការដាក់នៅពន្ធបាទតើតជាមួយនឹង tariff ពន្ធ tariff ហ្នឹងឡើងរហូតទៅដល់ប្រមាណយើងអត់ទាន់ច្បាស់ទេប៉ុន្តែអ្វីដែលត្រាំនិយាយគឺប្រទេសទាំងពីរអញ្ចឹងបានន័យថាប្រទេសយើងទាំងថៃទាំងខ្មែរអាចប្រឈមជាមួយនឹងការដំឡើងពន្ធពីអាមេរិកបាទព្រោះស្ដាប់មើលទៅដូចជាមិនមានប្រទេសណាដែលត្រាំនឹងលើកលែងទេសម្រាប់ចំនួនហ្នឹងប៉ុន្តែសង្ឃឹមថាត្រាំយោងទៅលើយុទ្ធធរបាទដោយបានបើកផ្កាយរណបមើលដឹងថាខាងណាជាអ្នកឈានពានខាងណាពិតប្រាកដដោយសារតែមែនតើទៅគឺយើងច្បាស់លាស់ខ្លួនយើងហើយថាយើងមិនបានឈានពានមុនទេតែថៃនេះប្រទេសដែលវាខូចតែវាឈានពានយើងមុនហើយអ្វីដែលសំខាន់ហ្នឹងគឺវាមិនចង់ឲ្យមានការបើកនៅវីដេអូពីផ្កាយរណបដែលជាផុសតាងដើម្បីបញ្ជាក់ថាអូពិតជាខាងប្រទេសវានឹងជាអ្នកឈ្លានពានមកកម្ពុជាមុនមែនដោយអ្វីដែលលោកអានីធីនបានយកទៅនិយាយជាមួយនឹងវិធីកដូចជាប៉ុស្តិ៍លេខ3លេខ7ខ្ញុំភ្លេចអីបាទគាត់បាននិយាយថាពិភពលោកក៏ដូចជាប្រទេសម៉ាឡេឬក៏អាមេរិកគ្មានសិទ្ធិក្នុងការប្រើប្រាស់អាផ្កាយរណបអីផ្សេងនឹងយកមកចោតប្រកាន់ឬក៏យកបើកមកមើលទេហើយខាងគេក៏លើកឡើងថាប្រទេសគេហ្នឹងគឺមិនត្រូវការជនទី3ឯណានៃហោះហាយអីចឹងទៅតែជាលេសមួយដែលកិច្ចពីការទទួលខុសត្រូវហេតុអីខ្ញុំនិយាយថាកិច្ចពីការទទួលខុសត្រូវដោយសារតែបើសិនជាមានរូបភាពពីការរណបមកប៉ិតមែនគឺបង្ហាញច្បាស់ថាខាងភាគីខាងណាមួយជាអ្នកប្រព្រឹត្តបាទជាអ្នកធ្វើឲ្យមានការប
បាញ់បាទបាញ់បង្កសង្គ្រាមយើងនិយាយចាំទៅថាអ្នកដែលបង្កសង្គ្រាមបាទហ្នឹងហើយព្រោះកែដំណប់ចាប់បានរូបភាពច្បាស់លាស់មែនតើបាទថាភាគីខាងណាអ្នកបង្កហេតុបង្កអីផ្សេងអញ្ចឹងពួកនេះវាអត់ហ៊ានទេបានន័យថាវាមិនមែនមានសុទ្ធទេវាខ្លាចភ្លើងដល់ពេលវាខ្លាចភ្លើងចឹងទៅខ្លាចគីឡូថាអូចេញមកប្រទេសថៃពិតជាឈ្លានពានមែនបាទអញ្ចឹងវានឹងបាក់មុខទៅអន្តរជាតិហើយនឹងអាចប្រឈមជាមួយនឹងការដាក់ទណ្ឌកម្មផ្សេងពីអន្តរជាតិហើយបន្ថែមទៅលើនឹងទៀតខ្ញុំឃើញថាព័ត៌មានមួយដែលលើកឡើងនៅតាមបណ្ដាញសង្គមណាពីច្រើនព័ត៌មានធំគេលើកមកនិយាយពីចំនួនរវាងខ្មែរនិងថៃនេះគេប្រៀបធៀបដូចជាអ៊ីស្រាអែលនិងប៉ាឡេស្ទីនអញ្ចឹងបាទដោយសារតែមែនតើទៅវាសាច់គ្រឿងផាកប្រហែលគ្នាណាដោយគេលើកមកនិយាយថាកម្ពុជារបស់យើងនឹងអាចជាជនរងគ្រោះពិតប្រាកដដោយសារតែប្រទេសថៃហ្នឹងបាទពីមុនមកគេសិក្សាពីប្រវត្តិប្រទេសថៃកខកទៅថាអត់មានអីសោះទៅតែកើតឡើងនៅថ្មីនេះទេមិនមែនវត្តសាស្ត្រយូរអង្វែងដូចកម្ពុជាទេបាទហើយភាគច្រើនហ្នឹងអ្វីដែលថៃបានអានោះវាខុសពីអ្វីដែលថៃបាននិយាយនៅលើឆាកអន្តរជាតិអីចឹងទៅហ្នឹងហើយគឺថាពិភពលោកចាប់ផ្ដើមងាកមកមើលថៃនៅក្នុងផ្លូវផ្សេងបណ្ដាហើយក៏នេះគឺជាកម្លាំងមួយដែលកម្ពុជាយើងបានធ្វើការផ្សព្វផ្សាយទៅជាច្រើនដើម្បីឲ្យពិភពលោកបានឃើញពីជ្រុងមួយនៃកម្ពុជាវិញព្រោះអត់ដងប្រទេសថៃដឹងតែប្រទេសអ្នកមានអញ្ចឹងចំពោះតំណែងមួយខាងមីឌាធំគឺគេមានមុខជាងយើងបាទហ្នឹងហើយអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើងព្យាយាមបន្តនៅការផ្សព្វផ្សាយនៅព័ត៌មានពិតបាទហើយខ្ញុំលើកទឹកចិត្តមែនទែនដល់បានបងប្អូនយើងដែលគាត់បកកែនៅភាសាអង់គ្លេសហើយគាត់អាចប្រើប្រាស់ជាភាសាអង់គ្លេសដើម្បីបញ្យល់ទៅក្នុង platform ដូចជា TikTok Facebook ឬក៏ YouTube ឲ្យជាដើមអញ្ចឹងទៅដើម្បីឲ្យពិភពលោកបានឃើញថាអូជ្រុងនៃកម្ពុជារបស់យើងយ៉ាងម៉េចអាចយកទៅប្រៀបធៀបគ្នាបានទេដោយសារតែធម្មតាប្រដងខាងថៃគេនិយាយទៅមកខាងទៅយើងអត់មានតំណែងមួយមីឌាធំដូចជាសារព័ត៌មានធំจากពិភពលោកទេអញ្ចឹងគេអត់ដឹងថាយើងអ្វីយើងនិយាយទៅហ្នឹងវាពិតអត់ទេបាទអញ្ចឹងសំខាន់មែនតើចំពោះចំណុចមួយហ្នឹងឥឡូវហ្នឹងគឺយើងឃើញថាមានផ្លែផ្កាបដាហើយដោយសារតែពិភពលោកមួយចំនួនបានន័យថាប្រជាជននៅតែពិភពលោកយើងទទួលស្គាល់យើងបដាថាអូយើងពិតជាជនរងគ្រោះមែននៅក្នុងសាច់រឿងហ្នឹងអីចឹងណាបងប្អូនគ្នាបាទបន្ថែមទៅលើនឹងទៀតគឺខាងថៃនឹងគឺនៅតែបន្តដាក់បន្ទុកមកកម្ពុជារបស់យើងជាហោហាយដោយលើកឡើងថាចង់ឲ្យខាងគេឈប់បាញ់គឺគេមានលក្ខខណ្ឌ3ចំណុចបាទដែលទី1នឹងកម្ពុជារបស់យើងនឹងត្រូវតែឈប់បាញ់មុនថាយើងឈប់បាញ់មុនហើយយើងមានតែចាប់ផ្ដើមបាញ់ពីអង្កាលហ្នឹងហើយតែលក្ខខណ្ឌមកហ្នឹងគឺលក្ខខណ្ឌលក្ខណៈថាគឺចាត់ប្រកាន់មកមិនលក្ខខណ្ឌអីមួយទេគឺលក្ខខណ្ឌចាត់ប្រកាន់យើងទាំងស្រុងតែម្ដងនេះលក្ខខណ្ឌទី1បាទលេខទី2ហ្នឹងគឺត្រូវតែរក្សាចំហនៃការបោះឈប់បាញ់ហ្នឹងឲ្យបានតែម្ដងហើយទី3ហ្នឹងតាក់ទងនឹងមីននេះថាឲ្យយើងហ្នឹងទៅដោះមីនឲ្យបានស្អាតនៅតំបន់ដែលបានបង្កប់មីននេះអញ្ចឹងទៅហើយរឿងចំណុចជន់មីនហ្នឹងបងប្អូន influencer យើងភាគច្រើនគាត់លើកបាញ់និយាយទាំងអស់គាត់មុនមានការបាញ់គ្នាហ្នឹងគឺថាអូញាក់ជន់មានទាំងចិនជន់ផងថៃជន់ផងបាទដល់ពេលឥឡូវពេលផ្ទុះសង្គ្រាមដកលឺឃើញថាជន់មានសោះណែហ្នឹងវិញអញ្ចឹងទៅវិញអញ្ចឹងគេចាប់ដើមអត់យល់បាទន័យថាវាកាន់តែលិចកតុយមកបាទដោយសារតែពេលដែលមានចំនួនអត់ឃើញផ្ទុះមានទេប៉ុន្តែនៅពេលដែលអត់មានចំនួនងាកផ្ទុះបាទនេះគឺជាលក្ខខណ្ឌទាំង3ដែលថៃដាក់ឲ្យកម្ពុជាបាទលេយើងនិយាយចំទៅដឹងថាលក្ខខណ្ឌគេចេញមកនេះក្នុងគោលបំណងយ៉ាងម៉េចឲ្យប្រកាសដូចខ្ញុំអត់យល់ដែរប៉ុន្តែហាក់ដូចជាយើងស្រឡឹងមើលទៅជាការដាក់បន្ទុកមកកម្ពុជាយើងហាក់បីដូចជាចង់និយាយថាយើងដាក់បាញ់វាមុនណាអញ្ចឹងចង់ឲ្យមានការឈប់បាញ់ហ្នឹងអារបៀបថាឲ្យយើងទៅចោះចាញ់ធ្វើបាត់ឈប់បាញ់យើងឈប់មុនបាទដោះមានឲ្យបានស្អាតទើបគេលើកបង្កើតឲ្យមានបាត់ឈប់បាញ់មិនបានន័យថាបាននិយាយគ្នាបានធ្វើលក្ខខណ្ឌទាំង3នឹងសិនអីចឹងទៅនិយាយទៅសម្រាប់ខ្ញុំជាប្រជាជនកម្ពុជាមួយរូបរាល់សំណើរបស់ថៃដែលដាក់មកខ្ញុំឃើញថាសឹកតែមិនអាចទទួលយកបានព្រោះវាខុសជាមួយនឹងការប៉ັດសឹងតែ 100% បាទវាខុសពីការប៉ັດឆ្ងាយពេកបាទអញ្ចឹងទទួលយកអត់បានសម្រាប់ដំណើរក៏ដូចជាលក្ខខណ្ឌរបស់ថៃដែលបានលើកមកហ្នឹងហើយសារព័ត៌មានគេចេញ
លើកណាក៏ខុសបាទពីការពិតដែរខ្ញុំមើលទៅរហូតទៅដល់ខាងក្រសួងការពារជាតិយើងចេញមកបកស្រាយថាអូព័ត៌មាននេះជាព័ត៌មានคล้ายៗជាហោហែមានអាកាត់តយករូបភាពទៅផលិតជា AI អីផ្សេងៗអញ្ចឹងទៅបាទហើយយកមកបង្ហោះហើយនិយាយទៅបៀរឿងច្រើនមែនតើអ្នកទាំងអស់គ្នាខ្ញុំនិយាយឡើងអត់មានអីនិយាយនិយាយវាច្រើនពេកទាំងលើកមួយណាទុកមួយណាបាទអញ្ចឹងអានេះអាប់ដេតជូនអ្នកនាងប៉ុណ្ណឹងសិនមានអីថ្មីយើងអាប់ដេតជូនអ្នកនាងនៅវីដេអូក្រោយទៀតអរគុណបាយបាយ